ការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរកម្មសង្គ្រោះបន្ទាន់ Hotline 12 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានជាប់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន 5 នាក់បញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនកំពង់ស្ពឺក្រុមការចង្អុលបង្ហាញនិងដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលនីតិវិធីពីលោកតិនសុចិត្រាព្រះរាជអាជ្ញារងអមស្លាដំបងខេត្តកំពង់ស្ពឺកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ 5 នាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 16:50 នាទីនៅថ្ងៃទី 25 ខែកញ្ញា 2025 ក្រុមការងារប្រចាំការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានទទួលពីបណ្ដឹងផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋដែលបានខំរាយការណ៍តាមរយៈលេខទូរស័ព្ទអន្តរកម្មសង្គ្រោះបន្ទាន់ Hotline 12 របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថាមានមនុស្សមួយក្រុមកំពុងប្រើប្រាស់និងចែកចាយនៅសារធាតុញៀនភ្លាមនោះបន្ទាប់ពីទទួលបាននៅពាក្យបណ្ដឹងនៅវេលាម៉ោង 17:20 នាទីថ្ងៃខែឆ្នាំដដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមនីជ័យដឹកនាំដោយលោកវីរៈស្នេហ៍តជាងរចនាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមនីជ័យបានធ្វើការបង្ក្រាបភ្លាមៗនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន 5 នាក់នៅចំណុចភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺរួចបានបន្តបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជនសង្ស័យទាំង 5 នាក់រួមមានទី 1 ឈ្មោះខុំហួងភេទប្រុសអាយុ26 ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺទី 2 មានឈ្មោះថនសិលាអាយុ21 ឆ្នាំភេទប្រុសមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺទី 3 ឈ្មោះតុនញ៉ាញ់ភេទប្រុសអាយុ22 ឆ្នាំមានទីលំនៅនៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺទី 4 ឈ្មោះធួសុកជាភេទប្រុសអាយុ28 ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺនិងចុងក្រោយឈ្មោះហ៊ុនស៊ីនភេទប្រុសអាយុ38 ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្រសាំងឃុំព្រៃក្រសាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺចាប់យកវត្ថុតាងរួមមានគ្រឿងញៀនចំនួន 5 កុំចាប់ទម្ងន់ 1.7 ក្រាមឧបករណ៍សម្រាប់ជក់ចំនួន 4 និងថង់ច្រកមួយចំនួនកបិតចំនួន 2 ដើមនិងទូរស័ព្ទចំនួន 1 គ្រឿងម៉ាក Oppo បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់